បុរសម្នាក់បានយកអាវមកគ្រប់លើថ្មហើយកែវភ្នែករបស់គាត់ក៏បានសម្លឹងទៅលើអាវនោះថ្មនោះក៏បានប្រែក្លាយទៅជារូបសំណាកព្រះម៉ែគង់ស៊ីអឹមហ្វូងមនុស្សដែលកំពុងមើលមានការភ្ញាក់ផ្អើលជាខ្លាំងឃើញដូច្នោះចៅហ្វាយស្រុកបានចេញបញ្ជាភ្លាមថាឲ្យនាំបុរសនេះទៅសម្ដែងនៅស្រុកយ៉ាមិននិយាយរួចគាត់ក៏ត្រឡប់ទៅវិញភ្លាមថ្ងៃនេះគឺជាថ្ងៃខួបគម្រប់50ឆ្នាំរបស់លោកចៅហ្វាយខេតចៅហ្វាយស្រុកព្រោះតែចង់អបអរសាទរដល់ចៅហ្វាយខេតក៏បានរៀបចំឲ្យអ្នកសម្ដែងសៀកមកសម្ដែងជាពិសេសចៅហ្វាយខេតបានសួរទៅអ្នកសម្ដែងសៀកថាតើអាចជប់អ្វីបានខ្លះអ្នកសម្ដែងសៀកក៏បានអួតទៅវិញថាតើលោកម្ចាស់ចង់ឲ្យខ្ញុំជប់អ្វីដែរខ្ញុំនឹងជប់វាចេញមកភ្លាមចៅហ្វាយស្រុកឮហើយក៏គិតក្នុងចិត្តថាពិជាអស្ចារ្យចឹងផងអីដូច្នេះគាត់ក៏និយាយបែបលេងសើចថាគាត់ចង់បានផ្លែពេះអ្នកសម្ដែងសៀកនិយាយថារដូវរងាចឹងពិបាករកណាស់តែបើលោកម្ចាស់ពិតជាត្រូវការមែងខ្ញុំបានមានតែឡើងទៅលើកមេឃលួចបេះផ្លែពេះរបស់ព្រះឥន្ទយកមកឲ្យលោកម្ចាស់អ្នកលេងនិយាយយ៉ាងលើហើយក៏បានតាក់ទាញចំណាប់អារម្មណ៍លោកម្ចាស់ទាំងពីរចៅហ្វាយស្រុកបានទះតុងហើយនិយាយថាបើឯងពិតជាអាចបេះមកបានមែនខ្ញុំនឹងផ្ដល់រង្វាន់ជាមាសឲ្យឯង50ដំឡឹងអ្នកសម្ដែងសៀកក៏ថាអគុណលោកម្ចាស់តែកូនប្រុសរបស់គាត់រៀងភ័យស្លន់ស្លោគេគិតថានឹងត្រូវឡើងទៅស្ថានសួគ៌ដោយរបៀបណាតែគេមិនបានដឹងទេថាឪពុករបស់គេបានរៀបចំរួចជាស្រេចគាត់នៅតែស្ងប់ស្ងាត់នឹងរៀបចំក្បួនរបស់គាត់គេក៏បានយកខ្សែមួយចង្វាយមកហើយអ្នកមើលក៏នឹងកំពុងតាមដានគេផងដែរបន្ទាប់មកគេក៏បានសូត្រធោះគេសូត្រប្រហែលជា7ទៅ8ដងគេក៏បានយកខ្សែមកប្រឡែងហើយខ្សែនោះក៏បានងើបឡើងយឺតហើយក៏ហោះទៅលើមេឃធ្វើឲ្យអ្នកមើលនាំគ្នាភ្ញាក់ផ្អើលរួចហើយគេក៏ទាញខ្សែសាក់មើលថាវាជាប់ឬអត់ពេលដឹងច្បាស់ថាជាប់ល្អហើយក៏ចាប់ផ្ដើមជំហានទី2អ្នកណាទៅដឹងថាចៅហ្វាយខេតក៏បានចេញមកហើយក៏ទាញខ្សែនោះសាក់មើលថាវាជាប់មែនក៏អត់ពេលនោះអ្នកសម្ដែងសៀកក៏និយាយទៅកាន់កូនប្រុសថាប៉ាអាយុច្រើនហើយរឿងឡើងទៅលើមេឃលួចផ្លែពេះគួរតែឯងជាអ្នកទៅធ្វើវាចុះក្មេងប្រុសបានសម្លឹងមើលខ្សែហើយក៏ខ្លាចមិនហ៊ានឡើងឃើញដូច្នេះចៅហ្វាស្រុកក៏និយាយម្ដងទៀតថាបើពិតជាអាចបេះផ្លែពេះយកមកបានមែនរង្វាន់គឺគុណនឹង2ចៅហ្វាខេតដែលនៅជិតនោះគាត់ក៏បាននិយាយថាបើវាពិបាកខ្លាំងមិនបាច់ក៏បានដែរប៉ុណ្ណឹងចុះដើម្បីទទួលបានរង្វាន់មាសយ៉ាងច្រើនបែបនេះទីបំផុតក្មេងប្រុសក៏ហ៊ានឡើងគេក៏ចាប់ផ្ដើមលោតឡើងលើខ្សែវេទមន្តហើយឡើងម្ដងមួយពេលនោះអ្នកមើលទាំងអស់ក៏ចាប់ផ្ដើមងើបមុខឡើងដើម្បីមើលមិនយូរប៉ុន្មានក្មេងប្រុសក៏បាត់ស្រមោលឈឹងនៅក្នុងពុកផ្ទៃមុខបរិសអ្នកលេងសៀកហូរញើសមកយ៉ាងស្រាក់ចិត្តរបស់គាត់ធ្វើហាក់ដូចជាស្លុតខ្លាំងកន្លះម៉ោងក៏បានកន្លងផុតទៅក៏មានពន្លឺមាសមួយធ្លាក់ចុះមកពេលពិនិត្យមើលឲ្យច្បាស់ទើបដឹងថាជាផ្លែពេះពេលនោះអ្នកលេងសៀកប្រញាប់ទៅត្រវាភ្លាមហើយក៏យកវាមកដាក់លើតុចៅហ្វាយស្រុកលោកម្ចាស់ទាំងពីរកំពុងពិនិត្យផ្លែពេះមុខពោពេញទៅដោយចង្អុលដែលគិតថាមិនអាចទៅរួចរំពេចនោះស្រាប់តែមានផ្គរលាន់នឹងភ្លេចបន្ទោនៅលើមេឃធ្វើឲ្យអ្នកសម្ដែងសៀកស្រែកថាមិនស្រួលហើយនិយាយមិនទាន់ផុតពីមាត់ផងខ្សែវេមុនក៏បានដាច់ធ្លាក់មកដីអ្នកលេងសៀកស្រែកថាចប់ហើយពិតជាចប់ហើយកូនរបស់ខ្ញុំចប់ហើយបន្ទាប់មកក្បាលក្មេងប្រុសក៏បានធ្លាក់មកអ្នកមើលទាំងអស់ភ័យឡើងស្រឡាំងកាំងបន្ទាប់មករាងកាយក្មេងប្រុសក៏បានធ្លាក់មកដែរអ្នកសម្ដែងសៀកក៏បានយកសាកស្មុកដាក់ក្នុងកេសឈើរួចហើយក៏យកអាវមកគ្រប់ឲ្យជិតពេលធ្វើរួចរាល់ហើយគេក៏បានដើរមកស្វែងបង្គំនៅមុខលោកម្ចាស់ទាំងពីរហើយក៏យំដោយការឈឺចាប់ហើយនិយាយថាកូនប្រុសបានស្លាប់ទៅហើយសង្ឃឹមថាលោកម្ចាស់នឹងឲ្យប្រាក់ខ្លះសម្រាប់រៀបចំពិធីឲ្យគេដើម្បីឲ្យគេទៅឲ្យបានសុខចៅហ្វាស្រុកឃើញដូច្នេះក៏មិនហ៊ានប្រកែកអ្វីដែរក៏បញ្ជាឲ្យគេយកមាស200ដំឡឹងមកឲ្យណាទៅស្មានដល់ពេលអ្នកលេងសៀកទទួលបានប្រាក់ហើយគេក៏ធ្វើជាធម្មតាវិញហើយក៏អុក3ដងហើយនិយាយថាអាល្អិតមិនប្រញាប់ចេញមកអគុណលោកម្ចាស់ទៅគ្រាន់តែនិយាយចប់ភ្លាមក្មេងប្រុសនោះក៏ស្រាប់តែទាញអាវចេញហើយដើរចេញមកពីកេសឈើនោះបន្ទាប់មកគេក៏បានដើរទៅទឹមឪពុកគេហើយលូតជង្គង់ចុះហើយស្រែកថាអគុណលោកម្ចាស់រំពេចនោះធ្វើឲ្យអ្នកមើលនៅទីនោះភ្ញាក់ផ្អើលឡើងហាមាត់គ្រប់គ្នាអ្នកសម្ដែងសៀកលួចផ្លែពេះបានធ្វើឲ្យអ្នកមើលមានចម្ងល់ជាខ្លាំងហើយក្មេងប្រុសរស់វិញបានដោយរបៀបណា